បាទជំរាបសួរបងប្អូនអរគ្នាបាទតាមការពិតទៅការធ្វើវីដេអូឬមួយក៏ថតវីដេអូទុកនេះវាគឺល្អសម្រាប់យើងគ្រប់គ្នាតែម្ដងមិនមែនថាថតវីដេអូហើយគឺដើម្បីតែគោលបំណងគឺក្នុងគោលបំណងថតវីដេអូឲ្យល្បីវីដេអូឲ្យមាន view ច្រើនទៅដើម្បីប្រមូលផលិតផលឬមួយក៏ដើម្បីរកលុយតាមប្រព័ន្ធ social media ផ្សេងៗនោះទេជាក់ស្ដែងវាគឺជាការថតរក្សាទុកនៅអនុស្សាវរីយ៍ដ៏ល្អនឹងកម្រតែយើងបានដើរលេងស្និទ្ធស្នាលជាមួយបងជាមួយប្អូនឬមួយក៏ជាមួយម្ដាយឪពុកតែយើងមានពេលវេលាមិនច្រើនទេក្នុងជីវិតរបស់យើងជាក់ស្ដែងដោយវីដេអូមួយនេះអញ្ចឹងគឺការដកស្រង់វីដេអូខ្លីៗដែលខ្ញុំពីគ្រួសារខ្ញុំបានដើរលេងកម្សាន្តថែមទាំងការជីវកម្មរលុយនៅផ្ទះការរលុយការលក់ដូរបានជួបជុំម្ដាយឪពុកដោយនៅសកម្មភាពនេះអីគឺយើងបានកំពុងតែជួបជុំម្ដាយឪពុករវាងកូននិងចៅតាយាយជាមួយនឹងបងប្អូនទាំងអស់គ្នាអញ្ចឹងណាហើយសម្រាប់ការធ្វើវីដេអូនេះវាធ្វើការបង្ហាញនៅចិត្តស្មោះសររបស់យើងជាមួយនឹងបងប្អូនទាំងអស់គ្នាហើយក៏បានថតបង្ហាញរក្សាទុកនៅអនុស្សាវរីយ៍ដ៏ល្អដែរអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានពេលយើងកុំគិតថាធ្វើវាដើម្បីតែលុយបងអាចធ្វើវាដើម្បីតែរក្សាវីដេអូដ៏ល្អទុកហើយនេះគឺជាវីដេអូទី1ហើយមិនមែនទី1ទេវីដេអូជាច្រើនហើយប៉ុន្តែខ្ញុំគិតថាពីមុនមកគឺខ្ញុំរកគោលដៅអត់ឃើញថាយើងធ្វើវីដេអូដើម្បីអ្វីយើងធ្វើវីដេអូហ្នឹងគឺថតគ្រាន់តែថតលេងគ្រាន់តែថតទុកដើម្បីឲ្យពេញ memory ទូរស័ព្ទតែមកពិតឥឡូវយើងចាប់ផ្ដើមយល់ហើយយើងថតហើយយើងការធ្វើការ mix បញ្ចូលគ្នារួចឬមួយគេហៅថាការកាត់តបញ្ចូលគ្នាឲ្យស្អាតចង់ក្រងជាវីដេអូ clip មួយទៅរួចបង្ហោះចូលទៅក្នុង media ទាំងអស់ហ្នឹងដើម្បីរក្សាទុកនៅវីដេអូរបស់យើងដើម្បីឲ្យវាកាន់តែបានវីដេអូយើងនៅបានយូរល្អទោះបីជាចៅរបស់យើងកើតមកក៏យើងក៏គាត់នៅតែអាចមើលវីដេអូយើងពីមុនបានដែរអញ្ចឹងណាបើយើងគ្រាន់តែថតឲ្យទុកនៅក្នុងទូរស័ព្ទច្បាស់ណាស់វានឹងបន្ទាប់ពីយើងប្រើទូរស័ព្ទនឹងរយៈពេល2ឬ3ឆ្នាំឬយ៉ាងយូរ5ឆ្នាំចុះទូរស័ព្ទមួយគ្រឿងហ្នឹងយើងច្បាស់ជាដូរទូរស័ព្ទថ្មីហើយដោយសារទូរស័ព្ទហ្នឹងវាប្រើឡើងកើតអញ្ចឹងបើយើងបានអាប់ឡូតវីដេអូហ្នឹងចូលទៅក្នុង social media platform ណាមួយទេវាធ្វើឲ្យយើងបាត់វីដេអូទាំងស្រុងតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានពេលគួរណាតែធ្វើថតវីដេអូឲ្យអាប់ឡូតចូលក្នុង social media ណាមួយទៅហើយរក្សា username និង password social media ហ្នឹងឲ្យបានជាប់លាប់ល្អហើយយើងថតវីដេអូដែលស្របទៅតាមគោលការណ៍របស់គេវាក៏ជាមិនបាត់វីដេអូទាំងអស់ហ្នឹងទេអញ្ចឹងបើសិនវាមានពេលបងប្អូនអរគ្នាអាចធ្វើដូចខ្ញុំបានអរគុណសម្រាប់ការមើលវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចប់ហើយសកម្មភាពទាំងអស់នេះគឺជាសកម្មភាពចាស់របស់ខ្ញុំទេអរគុណច្រើន